Hai សួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយនឹងវីដេអូថ្មី topic របស់យើងថ្ងៃហ្នឹងគឺតាក់ទងជាមួយនឹង Minecraft server ហ្នឹងហើយអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ចង់លេង Minecraft ជាមួយនឹង friend របស់អ្នកទាំងអស់គ្នាតែពិតវាមានវិធីសាស្ត្រច្រើនដែលអាចឲ្យអ្នកគ្នាលេងជាមួយគ្នាបានទីមួយយើងបង្កើតជាមួយនឹង server website នេះគឺ server free ទេហើយមួយទៀតអ្នកគ្នាអាចលេងតាមរយៈ LAN ក៏បានដែរដែលយើងនៅជិតគ្នាហើយយើង share Wi-Fi យើងលេងតាម LAN ណាហ្នឹងគឺវា smooth ជាងផងអញ្ចឹងអានេះគឺខ្ញុំនិយាយតាក់ទងជាមួយនឹង server នេះគឺ server អត្តណោះអ្នកគ្នាអាចចូលមក website នេះបាន server នេះគឺបង្កើត free អត់មានចំណាយលុយអត់មានអីទេយើងចូលមកដល់កន្លែងនេះហើយយើងចុចពាក្យថា play ចុចកន្លែងនេះមកគឺ play បន្តមកទៀតយើងបើសិនអត់មាន account ទេយើងចុច sign up ខាងលើនេះមកកន្លែងនេះគឺគេឲ្យយើងបញ្ចូលជាមួយនឹងឈ្មោះហ្នឹងគឺយើងយកវាទៅប្រើនៅក្នុង server ដើម្បីធ្វើជា address ចូលទៅក្នុង server អញ្ចឹងយើងដាក់មិនក៏បានដែរស្ទើរតែចិត្តទេខ្ញុំដាក់បែបនេះខ្ញុំដាក់វិសាល MC99 អញ្ចឹងយើងចុចគ្រាអា2នេះមកហើយយើងចុច next មកដល់កន្លែងនេះគឺគេឲ្យយើងបញ្ចូលជាមួយនឹង password សម្រាប់ website អត់ទេយើងបញ្ចូលមិនក៏បានដែរស្ទើរតែចិត្តទេអាខាងលើហើយនៅអាខាងក្រោមនេះគឺដាក់ឲ្យដូចគ្នាយើងបញ្ចូលអាខាងលើហើយនៅអាខាងក្រោមឲ្យវាដូចគ្នាទៅគឺវានឹងចេញជាមួយនឹងពណ៌បៃតងហើយ password ហ្នឹងអ្នកនរគ្នាបញ្ចូលមិនក៏បានដែរស្ទើរចិត្តទេហើយចំពោះ email នេះបើសិនជាទាំងអស់គ្នាចង់បញ្ចូល email ក៏បានដែរងាយស្រួលនៅពេលដែលយើងភ្លេចជាមួយនឹង password យើងអាច recover យកមកវិញតាមរយៈ email បានតែសម្រាប់ខ្ញុំអត់បាច់ទេយើង sign up ទៅព្រោះខ្ញុំចាំជាមួយនឹង password ដែរមកដល់កន្លែងនេះគឺជាកន្លែងដែលយើងត្រូវបង្កើតជាមួយនឹង server មិញហ្នឹងគឺយើងបង្កើត account សម្រាប់អត់ណោះឥឡូវយើងបង្កើត server ម្ដងចុចពាក្យកន្លែងនេះមក create a server ហើយមកដល់កន្លែងនេះគឺយើងរើសជាមួយនឹង Bedrock Edition ក៏បានឬក៏ Java Edition ក៏បានបើសម្រាប់ខ្ញុំគឺខ្ញុំលេងលើទូរស័ព្ទចឹងខ្ញុំយក Bedrock Java នេះគឺលេង Minecraft Java Edition ណាអញ្ចឹងនេះគឺជា server address របស់យើងគឺ visa mc99.atno.me ហ្នឹងបន្តមកយើងចុច create ហើយមកដល់កន្លែងនេះគឺងាយស្រួលទេទាំងអស់គ្នាដោយសារតែខ្ញុំពង្វល់អេក្រង់អញ្ចឹងរៀងពិបាកមើលបន្តិចនេះយើងអាច share ជាមួយនឹង URL បានទៅពេលយើង share URL ហ្នឹងទៅ friend របស់យើងទៅគ្រាន់តែគាត់ click លើជាមួយនឹង link ហ្នឹងទៅគឺគាត់នឹងចូលទៅក្នុង server auto ហើយនេះគឺជា address visa mc99.atno.me ហើយនេះគឺជា port អញ្ចឹងsoftware របស់យើងគឺប្រភេទជា Bedrock យើងអាចបដូរវាក៏បានដែរនេះវាមាន Bedrock វាមានអានេះ Pocket Mine សម្រាប់ប្រើជាមួយនឹង plugin ណោះអញ្ចឹងខ្ញុំសូមយកទៅ Bedrock នេះគឺ survival លេងធម្មតាហើយវាមាន vanilla នេះគឺសម្រាប់តែ Java Edition ទេអញ្ចឹងយើងបាច់ចាំខ្វល់មួយវាទេចុចថយមកវិញឥឡូវយើងចូលមកកន្លែងនេះមកហើយយើងយកពាក្យថា option មកដល់កន្លែងនេះគឺយើងអាច select ជាមួយ slot ក៏បានដែរ slot នេះគឺចំនួនអ្នកដែលចូលលេងដាក់10អ្នកមកក៏បានដែរសាច់ចិត្តទាំងអស់គ្នាទេតែបើសិនជាលេងគ្នាច្រើនអាចនឹងវារៀង lag ដែរតែ server នេះគឺអាចលេងគ្នាចាប់ពី4 10នាក់អីក៏បានដែរវាអត់សូវ slow ប្រហែលទេព្រោះបើសិនជាយើងលេង Bedrock ណាមកដល់កន្លែងនេះគឺប្រភេទជា game survival creative ឬក៏ adventure យើងដាក់ជា survival ចឹងទៅបើយើងលេង survival អានេះគឺដាក់ normal ក៏បានដែរប្រភេទជា game ដាក់ hard ក៏បានដែរសិតចំណងចិត្តដល់អ្នកគ្នាទេកុំភ្លេចគ្រីសអានេះមួយផងហើយ allow cheat ចុចបើវាទៅអានោះស្រាប់តែ OP ទេកន្លែង resource pack នេះបើសិនជាយើងដាក់ resource pack នៅក្នុង vault របស់យើងឬក្នុង file របស់យើងក្នុង server នេះអញ្ចឹងអ្នកដែលគាត់ចូលក្នុង server របស់យើងគឺគាត់ត្រូវទៅ download ជាមួយនឹង file របស់យើងតែបើសិនជាយើងអត់ចង់អញ្ចឹងទេយើងបិទវាទៅហើយបិទអញ្ចឹងឲ្យគាត់ប្រើជាមួយនឹង TTP CC ដែលគាត់មានខ្ញុំធ្លាប់ប្រាប់កាលពីដូចជាវីដេអូមុនយើងបើកអានេះមកអានេះ allow list មិនបាច់បើកអានេះ wireless អានេះហ៎អញ្ចឹងគឺមានតែប៉ុណ្ណឹងសម្រាប់ option ហើយនេះគឺ console សម្រាប់ដាក់ជាមួយនឹង OP តែដាក់ OP ហ្នឹងគឺលុះត្រាតែ server យើង online ហើយមាន player ចូលលេងនៅក្នុងហ្នឹងនេះគឺ player OP ហើយឬក៏ allow list ហ្នឹងគឺតាក់ទងមួយ wireless មួយនេះហ៎អញ្ចឹងមិនយើងបានបើកទេអញ្ចឹងយើងបាច់ខ្វល់វាទេហើយនេះគឺជា wall របស់យើងអាច upload ជាមួយនឹង wall របស់យើងក៏បានដែរបើសិនអ្នកគ្នាមាន wall ណាដែលចង់ដាក់ចូលទៅក្នុង server នេះចុចពាក្យថា upload ទៅហើយគេមានជាមួយនឹង file
តែអត់មានទេដោយសារតែយើងអត់អនឡាញហើយយើងអត់បានចូលលេងគឺមានអានេះ file អានេះកន្លែងមិនតាអានេះpark ចឹងយើងចូលទៅ online server ទៅយើងចុចពាក្យថា server នេះមកហើយយើងចុចពាក្យថា start ចុចចាស់ server នេះឥឡូវងាយស្រួលបើកទេបើថាកាលមុនវិញណាបើកវាហើយនឹងអង្គុយចាំ10 20នាទីទៅវា online ដល់ឥឡូវដល់ពេលយើងបើកភ្លាមគឺវា online ភ្លាមឥឡូវ server online ហ្នឹងអញ្ចឹងយើងត្រូវចូលទៅក្នុង server ខ្ញុំយកទូរស័ព្ទខ្ញុំមួយទៀតចូលទៅក្នុង server ងាយស្រួលទេបងប្អូនគ្នាសម្រាប់ server នេះយើងអាចលេងជាមួយនឹងគ្នាបើយើងបានលេងបានលក្ខណៈធម្មតា survival adventure ចង់លេងជាមួយគ្នាមានវិធីសាស្ត្រលេងតាម LAN មួយទៀតតែអាហ្នឹងចាំមើលវីដេអូក្រោយទៅព្រោះលេងតាម LAN វាអាចនឹង smooth ជាងបើសិនជាយើងនៅជិតគ្នាហើយកុំភ្លេច share wifi គាត់ផងយើងលេងតាមរយៈ share wifi ឥឡូវយើងចូលមកដល់ទូរស័ព្ទខ្ញុំមួយទៀតខ្ញុំដាក់វិសាលMC 99 server name នេះដាក់មិនក៏បានដែរបងប្អូនគ្នាយើងដាក់កន្លែងហ្នឹងដើម្បីងាយស្រួលចំណាំពេលយើងចង់លេងលើកក្រោយយើងដាក់វិសាល MC មកដាក់អក្សរតូចក៏បានដែរហើយយើងចុចពាក្យថា dot អានេះប្រើសញ្ញា dot server Minecraft ទាំងអស់គឺប្រើសញ្ញា dot មួយហ្នឹងមិនមែនប្រើសញ្ញាក្បៀសទេខ្ញុំឃើញ player ពីច្រើនគាត់ចូលក្នុង Discord របស់ខ្ញុំគាត់ដាក់ server អត់ចាញ់ដោយសារគាត់ប្រើជាមួយនឹងសញ្ញា crease ហ្នឹងដើម្បីគេប្រើសញ្ញា dot នេះទេ.me ហើយបន្តមកទៀត port គឺ51499 server នេះខ្ញុំអត់បើកទេបងប្អូនខ្ញុំគ្រាន់តែធ្វើវីដេអូទេយើងចុចជីមកអញ្ចឹង server របស់យើងគឺ online ហើយ welcome to the server អញ្ចឹងយើងចុចចូលទៅplay នេះបងប្អូនបើសិនអ្នកគ្នាចង់ចូលលេងដោយប្រើ sim បើចាំប្រើ wifi ចូលកន្លែង general ហ្នឹងមកហើយចុច crease អាកន្លែងនេះបើកកន្លែងហ្នឹងមកពេលយើងចូលលេងលើក្រោយយើងមិនបាច់ចាំបាច់ crease វាម្ដងទៀតទេអានេះគឺលេងប្រើ sim តែបើប្រើ wifi គឺយើងអាចចូលលេងបានដោយមិនបាច់ចាំ load កន្លែងហ្នឹងហើយឥឡូវយើងចូលទៅក្នុង server សិនទៅហើយអានេះគឺ player វា load ចូលម្នាក់ហើយ RAM 2100 MB តា 2G RAM 2G 9%ដល់ដល់ដែលលេងគ្នាត្រឹម 4-10 នាក់អីគឺអាចលេងបានហើយលេងសប្បាយទៀតឥឡូវយើងដាក់ OP សិនទៅបើសិនអ្នកគ្នាចង់ដាក់ OP យើងចូលមកកន្លែងនេះមកចូលកន្លែង console ហើយបងប្អូនគ្នាសរសេរ OP កន្លែងនេះបើចាំសរសេរ slash សរសេរអីក៏បានដែរសរសេរតែ OP ចឹងមកហើយដាក់ឈ្មោះឧទាហរណ៍ឈ្មោះរបស់ខ្ញុំ Provisal Grade 9 ចឹងខ្ញុំដាក់ចឹងមក1 2 3 4ហើយចុចចឹងទៅគឺយើងនឹងបានជាមួយនឹង OP ហើយអូយ load ពាណិជ្ជកម្ម load emoji មកញ៉ៃអូខេបងប្អូនគ្នាឥឡូវគឺយើងនេះរួចរាល់ហើយយើងដាក់ true គឺបើកអញ្ចឹងដល់ពេលយើងស្លាប់អត់បាត់ item ទេហើយ show coordinate show position របស់យើងហ្នឹងហើយយើងដាក់ true អញ្ចឹងគឺនឹង change ជាមួយនឹង position របស់យើងហើយមួយទៀតសម្រាប់ PVP គឺវាយគ្នាបានបងប្អូនគ្នាអាចសរសេរ game rule ដូចគ្នាក៏បានដែរអាហ្នឹងគឺវានៅក្នុង game rule តែមួយទេយើងដាក់ PVP បើសិនជាយើងដាក់ true គឺយើងអាចវាយគ្នាបានបើសិនជាយើងដាក់ false គឺវាយគ្នាអត់បានទេតែបើសិនអ្នកគ្នាចង់វាយគ្នាលេងអីគឺបើកទៅអាហ្នឹងវាយគ្នាទៅហ្នឹងហើយអ្នកគ្នាអញ្ចឹងវីដេអូយើងប្រហែលជាមានតែប៉ុណ្្នឹងនៅក្នុងការបង្កើតជាមួយនឹង server Atheno សកម្មអ្នកគ្នាចូលចិត្តជាមួយនឹងវីដេអូមួយនេះហើយអាចបង្កើត free ហើយយកទៅលេងជាមួយនឹងមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាទៅហ្នឹងហើយវាងាយស្រួលដែរដោយសារតែ server នេះគឺ free អត់មានចំណាយលុយអត់មានអីទេអញ្ចឹងមានតែប៉ុណ្្នឹងទេចូលចិត្ត play live វីដេអូនេះម្នាក់មួយផងជួបគ្នានៅវីដេអូបន្តទៀតជម្រាបលាអ្នកទាំងអស់គ្នា